មិត្តរួមបន្ទប់នឹងទើបតែទិញវាំងនននឹងពណ៌ក្រហមឆ្អិនឆ្អៅនឹងថ្មីមកអ៊ីម្ចាស់បន្ទប់ជួលនឹងឃើញហើយនឹងភ្ញាក់ផ្អើលប្រែទឹកមុខភ្លាមវាំងនននេះនឹងធ្វើពីស្បៃរំសប់មិត្តរួមបន្ទប់ឯងនឹងមិនមែនជាមនុស្សទេចុះខ្ញុំត្រូវធ្វើម៉េចទៅចាំពាក្យយើងឲ្យច្បាស់មុនពេលគេយកស្បែកជើងនឹងដាក់ផ្កាប់មួយផ្ងាមួយនៅក្បែរគ្រែធ្វើបែបនេះខ្មោចនឹងឡើងមកលើគ្រែឯងនឹងមិនបានទេពេលយប់នឹងខ្ញុំបានធ្វើតាមពាក្យរបស់អ៊ីម្ចាស់បន្ទប់ជួលយកស្បែកជើងនឹងដាក់ផ្កាប់មួយផ្ងាមួយនៅមុខគ្រែលទ្ធផលគឺខ្ញុំនឹងរកគ្រែខ្លួនឯងនឹងមិនឃើញសោះឃើញគ្រែខ្លួនឯងបាត់នឹងខ្ញុំភ័យញ័ររន្ធត់នឹងក៏ប្រញាប់រត់ទៅរកអ៊ីម្ចាស់បន្ទប់ជួលខ្ញុំធ្វើតាមពាក្យអ៊ីហើយហេតុអ្វីបានជាអ្នកដែលរកគ្រែនឹងមិនឃើញនឹងបែរជាខ្ញុំទៅវិញឬមួយក៏ខ្ញុំនឹងមិនមែនជាមនុស្សទេអ៊ីម្ចាស់បន្ទប់ជួលនឹងឮពាក្យខ្ញុំហើយនឹងមុខឡើងក្រម៉ៅហើយនិយាយថាឯងនឹងរកគ្រែមិនឃើញគឺដោយសារតែខ្មោចនឹងវាលួចស្ដាប់ឬការសន្ទនារបស់យើងពីមុនវាប្រើវិជានឹងបិទបាំងភ្នែកលើឯងមុនយើងនឹងដឹងថាឥឡូវឯងនឹងមិនជឿយើងទេយកអានេះទៅនិយាយរួចនឹងអ៊ីម្ចាស់បន្ទប់ជួលក៏ដកកញ្ចប់ក្រដាសមួយនឹងចេញមកនេះជាផេះជើងធុកដែលគេថ្វាយនៅមុខព្រះផេះជើងធុកនឹងអាចបង្ក្រាបខ្មោចនឹងបានល្អបំផុតឯងនឹងចាំទុកយប់នេះនឹងមិនថាឯងនឹងឮសំឡេងអ្វីទេឯងដាច់ខាត់បើកភ្នែកឲ្យសោះបើពុំនោះទេផេះជើងធុកនេះនឹងអស់ប្រសិទ្ធភាពហើយតើខ្ញុំនឹងឮសំឡេងអ្វីទៅកុំសួរច្រើនពេកប្រញាប់ត្រឡប់ទៅវិញទៅដល់ពេលឯងដឹងខ្លួនឯងហើយពេលត្រឡប់មកដល់បន្ទប់ជួលវិញខ្ញុំពិតជារកគ្រែរបស់ខ្ញុំឃើញមែនមើលទៅផេះជើងធុកដែលអ៊ីម្ចាស់បន្ទប់ជួលឲ្យមកនឹងពិតជាមានប្រសិទ្ធភាពពិតមែនគ្រាន់តែគាត់នឹងប្រាប់ថាពេលយប់នឹងឮសំឡេងតើសំឡេងនោះនឹងជាសំឡេងអ្វីឲ្យប្រកាសទៅតើយប់នេះនឹងឮសំឡេងអ្វីទៅលុះដល់ម៉ោង11យប់នឹងខ្ញុំប្រែខ្លួននៅលើគ្រែនឹងគេងមិនលក់សោះក្នុងចិត្តនឹងគិតតែពីសំឡេងដែលអ៊ីម្ចាស់បន្ទប់ជួលបាននិយាយភ្លាមនោះនឹងខ្ញុំបានឮសំឡេងទាញវាំងននគឺសារ៉ាត់ចោះពីលើគ្រែបន្ទាប់មកនឹងខ្ញុំឮសំឡេងជើងនាងនឹងដើរសម្ដៅមករកខ្ញុំរួចក្តារគ្រែរបស់ខ្ញុំនឹងត្រូវគេនឹងកោស3ដងអាលេងឯងនឹងគេងលក់ហើយឬនៅខ្ញុំចាំពាក្យផ្ដាំរបស់អ៊ីម្ចាស់បន្ទប់ជួលក៏បិទភ្នែកចិត្តឆឹងស្មានមិនដល់ថាសារ៉ាត់នឹងពិតជាខ្មោចមែនហើយថែមទាំងចង់មកធ្វើបាបខ្ញុំទៀតសារ៉ាត់ឃើញខ្ញុំនឹងមិនចាញ់បោកនឹងក៏ចាប់ផ្ដើមអន្ទះសារអាលេងយើងដឹងថាឯងនឹងមិនទាន់ដេកទេឯងនឹងប្រញាប់បើកភ្នែកឡើងមានអ្វីមួយយ៉ាងនឹងវាឡើងគ្រែឯងហើយចង់បោកប្រាស់គេក៏ត្រូវមានហេតុផលដែរគ្រែក្នុងបន្ទប់ជួលសុទ្ធតែជាគ្រែតូលបើមានអ្វីវាឡើងមកមែននឹងមិនក៏ខ្ញុំនឹងមិនដឹងខ្លួននោះភ្លាមនោះស្រាប់តែខ្ញុំនឹងមានអារម្មណ៍ថាផ្ទៃមុខរបស់ខ្ញុំនឹងសើមជោកហើយស្អិតរមួតទៀតដូចជាមានអ្វីមួយយ៉ាងនឹងកំពុងតែលិតមុខរបស់ខ្ញុំរោមរបស់ខ្ញុំនឹងបាសច្រងាងភ្លាមពេលនោះសារ៉ាត់នឹងក៏និយាយឡើងទៀតឯងដឹងទេហេតុអ្វីបានជាអ៊ីម្ចាស់បន្ទប់ជួលនឹងមិនឲ្យឯងនឹងបើកភ្នែកព្រោះតែខ្មោចនឹងវាខ្លាចមនុស្សបើកភ្នែកព្រលឹងនិងពន្លឺក្នុងភ្នែកឯងនឹងវារារាំងខ្មោចក្នុងការបឺតស្រូបយកធាតុរបស់ឯងចាំបន្តិចសារ៉ាត់មិនក៏ដឹងពីខ្លឹមសារសន្ទនារវាងខ្ញុំនិងអ៊ីម្ចាស់បន្ទប់ជួលទៅវិញឯងដឹងទេហេតុអ្វីបានជាយើងនឹងទិញវាំងននក្រហមឆ្អិនឆ្អៅបែបនេះព្រោះតែអ៊ីម្ចាស់បន្ទប់ជួលនឹងកាលពីម្សិលមិញនឹងបានឲ្យផេះជើងធុកនឹងមុខព្រះនឹងមួយកញ្ចប់មកយើងអានឹងដាច់ខាតមិនមែនជាផេះជើងធុកអ្វីទេតែគឺជាផេះឆ្អឹងសពកូនស្រីរបស់គាត់សោះអ៊ីម្ចាស់បន្ទប់ជួលនឹងកំពុងតែរកទួលជំនួសឲ្យកូនស្រីគាត់បើឯងមិនជឿទេឥឡូវឯងនឹងសាក់ស្ទាបមើលឲ្យច្បាស់ទៅខាងក្នុងនឹងប្រកាសជាមានកំទេចឆ្អឹងដែលដុតមិនទាន់ម៉ត់នៅឡើយទេឮពាក្យសារ៉ាត់និយាយហើយនឹងខ្ញុំភ័យរន្ធត់ក៏បើកភ្នែកនឹងឡើងភ្លាមព្រោះសារ៉ាត់នឹងនិយាយមិនខុសទេខ្ញុំពិតជាស្ទាបប៉ះកំទេចឆ្អឹងនៅក្នុងផេះជើងធុកនោះពិតមែនហើយនៅខណៈពេលដែលខ្ញុំបើកភ្នែកឡើងនឹងអារម្មណ៍រអិលស្អិតនៅលើមុខខ្ញុំនឹងក៏បាត់ទៅខ្មោចដែលទៅតែទុំលើគ្រែខ្ញុំអំបញ្ញមិញនឹងពិតជាភ័យរត់បាត់ពិតមែនឃើញថាអ្វីដែលសារ៉ាត់និយាយជាការពិតនឹងខ្ញុំក៏ប្រញាប់អង្គុយឡើងហើយសួរទៅសារ៉ាត់ថាសារ៉ាត់តើវាមានរឿងអ្វីកើតឡើងឲ្យប្រកាសនឹងឮពាក្យខ្ញុំហើយសារ៉ាត់នឹងក៏ដកទូរស័ព្ទនឹងមកចុចមើលបន្ទាប់មកនឹងបង្ហាញអេក្រង់ទូរស័ព្ទនឹងឲ្យខ្ញុំមើលក្នុងព័ត៌មាននឹងនិយាយថាអន្តោសឹកដ្ឋានស្រីអគារលេខ7បន្ទប់លេខ404នឹងដោយសារប្រើប្រាស់គ្រឿងអគ្គិសនីកម្លាំងខ្លាំងខុសបទបញ្ជាបណ្ដាលឲ្យកើតមានអគ្គិភ័យស្លាប់សិស្សស្រីម្នាក់រូបភាពនឹងនៅខាងក្រោមព័ត៌មាននេះឯង
នេះគឺជាស្រមារូបភាពអ៊ីម្ចាស់បន្ទប់ជួលលុតចង្គង់នឹងយំសោកយ៉ាងខ្លាំងខ្ញុំនឹងញាក់សាច់ឡើងត្រឺតតែម្ដងព្រោះកន្លែងដែលយើងកំពុងរស់នៅឥឡូវនេះហ្នឹងគឺបន្ទប់ជួលកូនស្រីអាគារលេខ7បន្ទប់404នឹងឯងកូនស្រីរបស់អ៊ីម្ចាស់បន្ទប់ជួលបានស្លាប់នៅក្នុងសាលាហើយសាលាហ្នឹងដើម្បីប៉ះប៉ូវឲ្យគាត់ក៏បានផ្ដល់ការងារជាអ្នកគ្រប់គ្រងបន្ទប់ជួលឲ្យគាត់ស្មានមិនដល់ថាគាត់នឹងនឹកកូនស្រីខ្លាំងពេកក៏កើតចិត្តអាក្រក់នឹងចង់ឲ្យសិស្សដែលគ្មានកំហុសនឹងធ្វើជាតួជំនួសឲ្យកូនស្រីគាត់សំណាងល្អដែលគ្រួសារខ្ញុំនឹងចេះមើលហុងស៊ុយដូច្នេះខ្ញុំនឹងក៏រត់ទៅទិញវាំងននពណ៌ក្រហមឆ្អិនឆ្អៅនេះវាំងននពណ៌ក្រហមឆ្អិនឆ្អៅវាំងននពណ៌ក្រហមឆ្អិនឆ្អៅនេះនឹងត្រូវបានខ្ញុំនឹងយកទៅត្រាំឈាមឆ្កែខ្មៅអាចការពារឧបទ្រពចង្រៃបានយប់នេះនឹងដើមឡើយខ្ញុំចង់ឲ្យឯងនឹងចូលមកពួននៅក្នុងវាំងននជាមួយនឹងខ្ញុំស្មានមិនដល់ថាអ៊ីម្ចាស់បន្ទប់ជួលនឹងធ្វើសកម្មភាពលឿនយ៉ាងនេះសោះចុះសរតវាំងននឯងនឹងអាចធ្វើឲ្យខ្ញុំនឹងមួយបានដែរឬទេមិនបានទេឯងនឹងត្រូវខ្មោចនឹងបឺតយកសារធាតុរស់នឹងអស់ពាក់កណ្ដាលខ្លួនទៅហើយឥឡូវប្រើវាំងនននឹងលេងតាន់ហើយចុះឲ្យខ្ញុំធ្វើមិនទៅឯងស្ដាប់យើងស្អែកឯងទៅភ្នំខាងក្រោយសាលាមួយជើងស្វែងរកដើមឈើដែលត្រូវរន្ទះបាញ់បាក់មែកឈើមួយកង់យកមកដាក់ក្រោមខ្នើយឈើត្រូវបានរន្ទះបាញ់នឹងមានសារធាតុវិជ្ជមានខ្លាំងបំផុតខ្មោចព្រាយរាប់រយនឹងត្រូវតែកិច្ចចេញឲ្យតែខ្មោចនោះនឹងចូលចិត្តខ្លួនឯងនឹងមិនបានទេវានឹងរកអ្នកផ្សេងដោយឯងហើយព្រឹកឡើងនៅថ្ងៃរះភ្លាមខ្ញុំក៏ទៅភ្នំខាងក្រោយពិតជារកឃើញឈើត្រូវរន្ទះបាញ់ដែលសារតបានប្រាប់មែនខ្ញុំបានកាច់មែកឈើនោះមួយកង់រៀបនឹងយកត្រឡប់ទៅបន្ទប់ជួលវិញបែរជាឃើញអ៊ីម្ចាស់បន្ទប់ជួលនឹងឈរស្ទាក់នៅមុខទ្វារបន្ទប់យើងឃើញខ្ញុំត្រឡប់មកពីក្រៅគាត់នឹងក៏ខាត់ខ្ញុំហើយសួរដេញដោលដោយអន្ទះសារថានាងតូចយប់មិញឯងបានបើកភ្នែកមែនទេគាត់មិនសួរមិនអីទេឲ្យតែសួរភ្លាមខ្ញុំនឹងខឹងពេញពោះតែម្ដងអ៊ីកុំធ្វើពុតអីអ៊ីនឹងចង់ឲ្យកូនស្រីរស់ឡើងវិញក៏មិនគួរមកយកខ្ញុំនឹងធ្វើជាតួជំនួសស្លាប់ដែរប្រញាប់កិច្ចចេញទៅបើពុំនោះទេខ្ញុំនឹងប្តឹងប៉ូលីសហើយនាងតូចអើយស្លាប់រស់មានព្រំលិខិតឯងមិនជឿយើងក៏ហួសទៅគ្រាន់តែឃើញឯងនឹងអាយុប្រហែលនឹងកូនស្រីយើងអ៊ីនឹងសុំផ្ដាំមួយម៉ាត់ទៀតធាតុ5ដែលបង្កើតចូលគ្នាយប់នេះឯងចាំដាក់ទឹកមួយចាននៅក្បែរគ្រែដល់ពេលអាសន្ននឹងមិនដឹងជាអាចជួយជីវិតឯងនឹងបានផងក៏មិនដឹងខ្ញុំបានស្រាវជ្រាវតាមអ៊ីនធឺណិតឈើត្រូវរន្ទះបាញ់នឹងពិតជាបង្ក្រាបខ្មោចបានមែនសារ៉តនឹងមិនបានបោកប្រាស់ខ្ញុំទេចោះអ៊ីម្ចាស់បន្ទប់ជួលនឹងមានន័យមិនវិញតែជាល្បិចធ្វើដោះលែងដើម្បីចាប់យកមែនអត់ឬមួយក៏មានន័យអ្វីផ្សេងខ្ញុំគិតចោះគិតឡើងយល់ថាការដាក់ទឹកមួយចាននៅក្បែរគ្រែនឹងក៏មិនខាតបង់អ្វីដែរទុកជាការការពារពីបេជន់ទៅចោះព្រោះតែកាលពីម្សិលមិញហ្នឹងមួយយប់ទល់ភ្លឺហ្នឹងភ្នែកហ្នឹងមិនបានគេងសោះថ្ងៃនេះខ្ញុំអស់កម្លាំងខ្លាំងណាស់ឲ្យតែប៉ះខ្នើយភ្លាមប្រកាសជាគេងលក់ហើយគេងដល់ពាក់កណ្ដាលត្រៀតនឹងស្រាប់តែខ្ញុំភ្ញាក់ឡើងដោយសារតែក្តៅខ្លាំងពេកបើកភ្នែកមើលនឹងបន្ទប់ជួលនឹងស្រាប់តែឆេះឈួលពេញក្នុងបន្ទប់ខ្ញុំនឹងក៏ស្រែកហៅសារ៉តឲ្យមកជួយពន្លត់ភ្លើងប៉ុន្តែសារ៉តនៅក្រែខាងមុខនឹងគេងដូចជាមនុស្សស្លាប់អញ្ចឹងគ្មានចលនាសូម្បីតែបន្តិចក្នុងខណៈពេលអាសន្ននឹងខ្ញុំនឹកឃើញទឹកមួយចានដែលខ្ញុំបានដាក់នៅក្បែរគ្រែមុនពេលគេងក៏លូកដៃនឹងលើកចានដៃទឹកនឹងជះព្រុសមួយរំពេចនោះនឹងភ្លើងក៏រលត់បាត់ពេលនោះសារ៉តក៏វាចេញពីក្នុងវាំងននមកអាលេងឯងហ្នឹងកើតអីហ្នឹងខ្ញុំខ្ទប់របួសលើដៃខឹងស្ទើរតែប្រេះទ្រូងសួរឯងហ្នឹងអត់ដោះត្រចៀកអត់ដោះភ្នែកទេឬខ្ញុំនឹងអាចអះអាងបានថាសារ៉តនឹងបំបញ្ញមិញនឹងគឺចេតនាធ្វើពុតជាកេងលក់នាងប្រថុយនឹងចង់ឲ្យខ្ញុំនឹងត្រូវភ្លើងឆេះស្លាប់ប្រសិនបើគ្មានការរំលឹកពីអ៊ីម្ចាស់បន្ទប់ជួលនឹងឲ្យខ្ញុំនឹងដាក់ទឹកមួយចាននៅក្បែរគ្រែមុនពេលគេងនោះទេបន្តិចទៀតនឹងប្រហែលជាខ្ញុំនឹងឆេះស្លាប់ហើយត្រូវហើយហេតុអ្វីគ្រែរបស់ខ្ញុំនឹងស្រាប់តែឆេះភ្លើងទៅវិញព្រឹកឡើងព្រលឹមនឹងខ្ញុំក៏ទៅរកអ៊ីម្ចាស់បន្ទប់ជួលអ៊ីដឹងថាយប់មិញបន្ទប់របស់ខ្ញុំនឹងឆេះភ្លើងមែនអត់អ៊ីម្ចាស់បន្ទប់ជួលនឹងសម្លឹងមើលរបួសលើដៃខ្ញុំមួយផ្លែតស្រាប់តែទឹកភ្នែកនឹងហូរស្រក់ចុះមកពីបីជួរដូចលើកមុនទៀតហើយតើដូចលើកមុនយ៉ាងម៉េចតើវាមានរឿងអ្វីកើតឡើងឲ្យប្រកាសអ៊ីនឹងអាចប្រាប់ខ្ញុំបានទេអ៊ីម្ចាស់បន្ទប់ជួលនឹងឮពាក្យខ្ញុំហើយនឹងក៏ស្រក់ទឹកភ្នែកនិយាយទាំងសោកសៅថាប៉ុន្មានឆ្នាំមុននឹងកូនស្រីយើងនឹងពិតជាត្រូវភ្លើងឆេះស្លាប់នៅក្នុងបន្ទប់ជួលរបស់ពួកឯងមែនប៉ុន្តែនោះនឹងមិនមែនជាគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងអគ្គិសនីកម្លាំងខ្លាំងនោះទេគឺត្រូវខ្មោចនឹងធ្វើបាបវាបន្ទប់ជួលរបស់ពួកឯងនឹងគឺមានខ្មោចក្រឡាភ្លើងដែលហុងស៊ុយនឹងធ្លាប់និយាយពីមុនមកដូច្នេះហើយទ
ទើបបន្ទប់របស់ឯងនឹងសុកមានអគិភ័យឆេះដោយគ្មានមូលហេតុគ្រាន់តែពីមុននឹងមិនទាន់មានមនុស្សស្លាប់ទើបមិនមានការចោទប្រកាន់ឬផ្អើលដល់សង្គមក្រោយមកនឹងកូនស្រីយើងនឹងរាសីវាទាបពេកត្រូវខ្មោចក្រឡាភ្លើងនឹងទាញយកធ្វើជាតួជំនួសក៏បាត់បង់ជីវិតទៅទើបមានឈ្មោះឡើងព័ត៌មានសង្គមនឹងយើងបានប្រាប់សាលាថាបន្ទប់ជួលនេះនឹងមិនអាចឲ្យមនុស្សនៅទៀតទេសាលារបស់ពួកឯងនឹងដើមឡើយនឹងបានយល់ព្រមហើយប៉ុន្តែពេលនោះខ្ញុំក៏កាត់សម្ដីរាយរាប់របស់អ៊ីម្ចាស់បន្ទប់ជួលអ៊ីនៅតែមិនទាន់និយាយច្បាស់ដដែលមិនក៏អ៊ីដឹងថាយប់មិញខ្ញុំនឹងត្រូវភ្លើងឆេះរលាកយើងបានរំលឹកឯងហើយតើធៀបទាំង5បង្កើតនិងបង្ក្រាបគ្នាបន្ទប់ជួលរបស់ពួកឯងនឹងដើមឡើយនឹងមានខ្មោចក្រឡាភ្លើងហើយឯងនៅតែចង់យកឈើនឹងទៅលាក់ក្នុងខ្នើយទៀតប្រកាសជាបង្កើតជាភ្លើងហើយប៉ុន្តែឈើខ្ញុំនោះជាឈើត្រូវរន្ទះបាញ់តើឯងទៅយកនៅភ្នំខាងក្រោយសាលាយើងមែនអត់មែនហើយពិតជាទៅរកឃើញនៅភ្នំខាងក្រោយមែនយើងដឹងបាត់ទៅហើយថានេះជាវិជាបិទបាំងភ្នែករបស់ក្រឡាភ្លើងនោះសូម្បីតែភ្នំនៅក្រោយសាលារបស់ពួកឯងនឹងទៀបយ៉ាងហ្នឹងមិននឹងអាចនឹងតាក់ទាញរន្ទះបាញ់ឲ្យបាញ់កាត់នោះដូច្នេះអានឹងដាច់ខាតមិនមែនជាឈើត្រូវរន្ទះបាញ់ទេតែវាជាឈើក្តាមឈូកដែលមានធាតុអវិជ្ជមាននឹងយ៉ាងខ្លាំងឬពាក្យអ៊ីម្ចាស់បន្ទប់ជួលនឹងនិយាយឲ្យខ្ញុំតក់ស្លុតព្រឺសម្បល់មួយទំហឹងមែនហើយមិនក៏សារ៉ាត់ដឹងថានៅភ្នំខាងក្រោយនឹងមានឈើត្រូវរន្ទះបាញ់ទៅវិញអ៊ីយប់មិញខ្ញុំធ្វើតាមពាក្យអ៊ីត្រៀមទឹកមួយចានហ្នឹងឥឡូវភ្លើងរលត់ហើយតើទៅថ្ងៃមុខខ្ញុំនឹងលេងអីហើយមែនទេទឹកមួយចាននោះនឹងជួយបានតែមួយគ្រាតែប៉ុណ្ណោះឯងត្រូវខ្មោចក្រឡាភ្លើងនឹងធ្វើបាបពីយប់ជាប់គ្នាហើយយប់នេះជាយប់ថ្ងៃស្លាប់របស់ឯងហើយឮថារូបខ្ញុំនឹងចិត្តស្លាប់ខ្ញុំស្រាប់តែយំសោកនឹងចេញមកភ្លាមអង្វរអ៊ីម្ចាស់បន្ទប់ជួលអ៊ីទៅថ្ងៃខាងមុខខ្ញុំធ្វើជាកូនស្រីអ៊ីបានអត់ហើយនឹងចិញ្ចឹមមើលថែអ៊ីរហូតដល់ចាស់ស្លាប់បានទេហាឃើញឯងគួរឲ្យអាណិតយ៉ាងនេះយើងនឹងជួយឯងម្ដងទៀតយប់នេះឯងចូលទៅពួនក្នុងវាំងននពណ៌ក្រហមនោះទៅសបាយរំសាក់សពមួយផ្ទាំងនោះនឹងអាចបិទបាំងក្លិនមនុស្សរស់នៅលើខ្លួនឯងបានឯងពួននៅខាងក្នុងខ្មោចរកឯងមិនឃើញទេខ្មោចរកឯងមិនឃើញវានឹងប្រើគ្រប់វិធីបោកប្រាក់ឲ្យឯងនឹងចេញពីស្បាយរំនោះដូច្នេះមិនថាឯងនឹងបានឃើញអ្វីបានឮអ្វីទេត្រូវតែធ្វើពុតមិនដឹងមិនឮទាំងអស់ដាច់ខាតកុំចាក់ចេញពីវាំងនននោះឲ្យសោះបាទអ៊ីខ្ញុំពិតជាត្រូវធ្វើតាមពាក្យអ៊ីប្រាប់ហើយនៅលើផ្លូវត្រឡប់ទៅបន្ទប់ជួលវិញនឹងក្នុងចិត្តខ្ញុំនឹងលួចគិតរៀបចំផែនការថាពេលយប់នឹងត្រូវធ្វើមិនឲ្យស្ងាត់ល្អដោយគ្មាននរណាដឹងនឹងចូលទៅពួនក្នុងវាំងននរបស់សារ៉ាត់ប៉ុន្តែនៅពេលដែលខ្ញុំនឹងត្រឡប់ទៅបន្ទប់ជួលនឹងសារ៉ាត់បែរជាបាត់ខ្លួនរងចាំរហូតដល់ម៉ោង 12 យប់នឹងសារ៉ាត់ក៏នៅតែមិនទាន់មកវិញដូច្នេះខ្ញុំវាឡើងទៅលើគ្រែរបស់នាងផ្ទាល់នឹងតែម្ដងពាក់កណ្ដាលយប់ដំបូងនឹងស្ងប់ស្ងាត់ល្អណាស់ខណៈពេលដែលខ្ញុំគិតថាតើខ្លួនឯងនឹងសង្ស័យច្រើនពេកឬអត់ស្រាប់តែនៅក្រៅទ្វារនឹងមានសំឡេងជើងនឹងដើរច្របូកច្របល់រត់លឿនឡើងឆេះផ្ទះហើយមួយវិនាទីបន្ទាប់នឹងទ្វារបន្ទប់ខ្ញុំនឹងត្រូវគេគាស់យ៉ាងខ្លាំងបន្ទាប់មកនឹងមានសំឡេងរបស់អ៊ីម្ចាស់បន្ទប់ជួលស្រែកថានាងតូចប្រញាប់បើកទ្វារបើមិនរត់ទេលែងទាន់ហើយខ្ញុំពួនក្នុងវាំងននយំមិនចេញទឹកភ្នែកតែនៅខាងក្រៅនឹងឆេះពិតមែនឬអត់ឬមួយជាល្បិចរបស់ខ្មោចនឹងបោកឲ្យខ្ញុំចេញទៅទេតើខ្ញុំគួរចេញទៅឬអត់នៅក្រៅទ្វារនឹងអ៊ីម្ចាស់បន្ទប់ជួលនឹងគាស់ទ្វារខ្ញុំរួចមិនបានរងចាំឲ្យខ្ញុំនឹងលបងមើលថាគាត់នឹងពិតឬខ្លាំងនៅឡើយទេឬមួយក៏បញ្ចុះបញ្ចូលឲ្យខ្ញុំចេញទៅគាត់រត់ទៅគាស់ទ្វារបន្ទប់ជួលផ្សេងទៀតភ្លាមខ្ញុំនឹងភ័យស្លន់ស្លោភ្លាមប្រសិនបើអ្នកនៅក្រៅទ្វារនឹងជាខ្មោចតើវាមិនគួរខិតខំបោកប្រាស់ខ្ញុំឬទេមិនក៏មានពេលទៅខ្វល់ពីរឿងអ្នកផ្សេងទៅវិញប៉ុន្តែបើខ្មោចចេះចិត្តវិជាដែរចេតនាប្រើអាកប្បកិរិយាបែបនេះនឹងដើម្បីទាក់ទាញខ្ញុំឲ្យធ្លាក់ក្នុងល្បិចវាស្ទើរតែអាចទៅរួចដែរភ្លាមនោះនឹងផ្សែងហុយក្នុងបន្ទប់នឹងកាន់តែច្រើនឡើងបើមិនចេញទៅទេនឹងត្រូវផ្សែងហុយនឹងថប់ដង្ហើមស្លាប់ហើយបន្ទាប់ពីស្ទាក់ស្ទើរជាច្រើនលើកនឹងខ្ញុំក៏លូនចុះពីលើគ្រែត្រូវខ្មោចនឹងបោកឲ្យស្លាប់ក៏គ្រាន់បើជាងដេកនៅស្ងៀមឲ្យភ្លើងចេះស្លាប់ដែរបន្ទាប់មកនឹងខ្ញុំនឹងក៏រត់ទាំងប្រញាប់ប្រញាល់នឹងទៅរកទ្វារស្រាប់តែកំពុងតែពេលរត់នឹងទូរស័ព្ទនឹងស្រាប់តែរឡើងខ្ញុំមើលមួយផ្លែតគឺជាសារផ្ញើចេញពីលេខប្លែកមួយមានតែ2ម៉ាត់គត់ទៅខាងឆ្វេងដល់ពេលនេះទៅហើយខ្ញុំគ្មានអារម្មណ៍ទៅគិតថាអ្នកផ្ញើនឹងជានរណាទេហេតុអ្វីនឹងបានជាមកជួយខ្ញុំអ្វីនោះទេមានតែភ្នាល់មួយក្តារហើយ
បិទមែនហើយក្រោមការចង្អុលបង្ហាញក្នុងសារនឹងទីបំផុតនឹងខ្ញុំរត់រួចចេញពីអគារបន្ទប់ជួលខណៈពេលនោះនឹងនៅចំពោះមុខទ្វារអគារបន្ទប់ជួលនឹងមានលោកគ្រូម៉ៅម្នាក់នឹងពាក់អាវជ្រោយកាន់កញ្ចក់8ទិសឈរយាមនៅទីនោះឃើញខ្ញុំនឹងចេញមកក៏ដកដង្ហើមធំនឹងធូរទ្រង់យ៉ាងវែងសំណាងហើយដែលឯងនឹងរត់ចេញមកទាន់ពេលវេលាតើលោកគ្រូជាអ្នកជួយខ្ញុំមែនអត់ចោះឯងគិតថាមិនដែរបើគុំតែយើងនឹងផ្ញើសារណែនាំផ្លូវឲ្យឯងនឹងបំបែកវិជាបិទបាំងភ្នែករបស់ខ្មោចនោះនឹងឯងនឹងដាច់ខាតរត់មិនរួចទេតាមពិតអគិភ័យនេះនឹងគ្រាន់តែជាវិជាបិទបាំងភ្នែកទេឬចោះមិនស្មើនឹងខ្ញុំនឹងរត់ឥតប្រយោជន៍ទេអញ្ចឹងភ្លើងជាការភូតភរប៉ុន្តែផ្លូវស្លាប់នឹងជាការពិតពេលនោះលោកគ្រូម៉ៅនឹងក៏ដកទូរស័ព្ទនឹងបង្ហាញខ្ញុំមើលនៅលើនោះនឹងក៏ជាព័ត៌មានអគិភ័យឆេះបន្ទប់ជួលដែរគ្រាន់តែរូបថតមួយសន្លឹកនេះនឹងក្រៅពីមានអ៊ីម្ចាស់បន្ទប់ជួលនឹងនៅមានមនុស្សម្នាក់ទៀតបន្ថែមម្នាក់នោះគឺសារ៉ាត់អ្នកដែលត្រូវភ្លើងឆេះស្លាប់មិនមែនជាកូនស្រីរបស់អ៊ីម្ចាស់បន្ទប់ជួលទេឬត្រូវហើយសារ៉ាត់នឹងហើយជាកូនរបស់អ៊ីម្ចាស់បន្ទប់ជួលពេលនេះខ្ញុំគិតឡើងវិញពិតមែនហើយសារ៉ាត់នឹងអ៊ីម្ចាស់បន្ទប់ជួលនឹងមានមុខមាត់ប្រហាក់ប្រហែលគ្នាខ្លះមែនឆ្ងល់អីអ៊ីម្ចាស់បន្ទប់ជួលនឹងដើរចេញមុនប្រាប់ខ្ញុំឲ្យពួនក្នុងវាំងននរបស់សារ៉ាត់បន្ទាប់មកនឹងសារ៉ាត់នឹងក៏បាត់ខ្លួនភ្លាមតាមពិតអ្នកទាំងពីរគឺជាក្រុមតែមួយសោះកំពុងតែសម្ដែងល្ខោននឹងបោកប្រាស់ខ្ញុំគិតដល់ត្រឹមនេះខ្ញុំសួរលោកគ្រូម៉ៅថាលោកគ្រូតើវាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដខ្ញុំនឹងពួកគេនឹងគ្មានកំហឹងគុំគួនអ្វីនឹងគ្នាសោះហេតុអ្វីបានជាពួកគេនឹងមកតាមរកខ្ញុំបែបនេះតាមពិតពេលកើតមានអគិភ័យនោះនឹងឯងក៏នៅក្នុងបន្ទប់ជួលដែរគ្រាន់តែឯងនឹងសំណាងល្អនឹងរត់រួចរឿងរ៉ាវក្នុងលោកនឹងខ្លាចបំផុតគឺប្រៀបធៀបគ្រោះអគិភ័យដូចគ្នាហេតុអ្វីបានជាអ្នកស្លាប់បែរជាកូនស្រីខ្លួនឯងទៅវិញដូច្នេះម្ដាយរបស់សារ៉ាត់នឹងក៏គិតឃើញល្បិចអាក្រក់មួយនឹងឃុំប្រឡងរបស់ឯងទុកនៅទីនោះហើយថែមទាំងបិទបាំងការចងចាំមួយផ្នែករបស់ឯងទៀតដូច្នេះឯងនាពេលឥឡូវនឹងគ្រាន់តែជាប្រឡងរស់ប៉ុណ្ណោះចាប់តាំងពីកើតមានអគិភ័យមកឯងត្រូវបានឃុំទុកក្នុងបរិយាកាសនេះនឹងរហូតគោលបំណងរបស់ពួកគេនឹងគឺចង់ឲ្យសារ៉ាត់នឹងខ្ចីរូបរាងកាយរបស់ឯងដើម្បីរស់ឡើងវិញឬការពន្យល់របស់លោកគ្រូម៉ៅនឹងខួរក្បាលខ្ញុំនឹងផ្ទុះប្រេះឆាភ្លាមខ្ញុំខិតខំនឹករឿងរ៉ាវកាលពីមុនប៉ុន្តែគិតយ៉ាងណាក៏គិតមិនចេញសោះព្រលឹងរស់ចាក់ចេញពីរាងកាយការចងចាំប្រកាសជាត្រូវប៉ះពាល់ហើយឥឡូវនឹកមិនឃើញអ្វីទាំងអស់អ្វីសំខាន់ហ្នឹងគឺឯងត្រូវតែចេញប្រញាប់ប្រញាល់ត្រឡប់ទៅក្នុងរាងកាយខ្លួនឯងវិញបើពុំនោះទេសារ៉ាត់ហ្នឹងនឹងដណ្ដើមយករាងកាយឯងបាត់ហើយលោកគ្រូចោះខ្ញុំត្រូវធ្វើម៉េចទៅឃើញកញ្ចក់8ទិសក្នុងដៃយើងទេត្រនិចហ្នឹងនៅខាងលើហ្នឹងឈប់វិលនៅកន្លែងណាកន្លែងនោះជាទ្វាររស់ហើយដល់ពេលនោះឯងនឹងដឹងខ្លួនឯងថាត្រូវធ្វើម៉េចហើយកញ្ចក់8ទិសនឹងវិលច្រឡោតដូចគ្រាប់ភ្នែកវិលចុះវិលឡើងបែរជានាំខ្ញុំនឹងត្រឡប់មកបន្ទប់ជួលវិញសោះសារ៉ាត់អង្គុយក្នុងវាំងននក្រហមនឹងលូនក្បាលចេញមកស្វាគមន៍ខ្ញុំដោយសំឡេងត្រជាក់ស្រិបឯងនឹងនៅតែត្រឡប់មកវិញដដែលរោមខ្ញុំនឹងបាសច្រងាងពេញខ្លួនស្ទើរតែជ្រុះកញ្ចក់8ទិសពីដៃឬមួយលោកគ្រូម៉ៅនិងសារ៉ាត់ជាក្រុមតែមួយចេតនាបោកឲ្យខ្ញុំត្រឡប់មកស្លាប់រឿងរ៉ាវដល់ថ្នាក់នេះទៅហើយខ្ញុំបែរជាលេងខ្លាចទៅវិញត្រូវហើយយើងត្រឡប់មកវិញហើយចង់យ៉ាងម៉េចពួកឯងមានល្បិចអីទៀតបញ្ចេញមកឲ្យអស់មកសម្រាប់មនុស្សយ៉ាងច្រើននឹងត្រឹមតែកាត់ក្បាលឲ្យយើងស្លាប់ស្រួលតែម្ដងទៅស្មានមិនដល់ថាសារ៉ាត់បែរជាយំចេញមកមុនខ្ញុំបើយើងចង់ធ្វើបាបឯងយើងធ្វើស៊ីយូហើយចាំបាច់អីទៅខាត់ម៉ែយើងធ្វើអ្វីម៉ែយើងពិតជាចង់យកជីវិតឯងនឹងមកដូរយកជីវិតយើងពិតមែនប៉ុន្តែយើងនឹងមិនព្រមរហូតកាលពីមុននឹងយើងមិនហ៊ានប្រាប់ឯងព្រោះខ្លាចឯងនឹងទទួលយកមិនបានប៉ុន្តែឥឡូវយើងគ្មានជំរើសទេបើយើងនៅតែមិននិយាយការពិតឯងនឹងត្រូវគេនឹងសម្លាប់ហើយសារ៉ាត់ហេតុអ្វីបានជាឯងជួយខ្ញុំឬមួយក៏ឯងនឹងមិនចង់រស់នៅទៀតយើងចង់រស់ប៉ុន្តែយើងរឹតតែចង់ឲ្យម៉ែយើងនឹងរស់នៅបន្តការទាញមនុស្សគ្មានកំហុសមកធ្វើជាតួជំនួសនឹងគឺជាការធ្វើផ្ទុយនឹងច្បាប់ធម្មជាតិឲ្យតែជោគជ័យម៉ែយើងនឹងត្រូវមេឃនឹងដាក់ទោសមិនត្រឹមតែស្លាប់ភ្លាមនោះទេថែមទាំងរាប់ពាន់ជាតិមិនអាចកើតជាថ្មីបានឡើយសារ៉ាត់បើឯងនឹងពិតជាចង់ជួយខ្ញុំពិតមែនឲ្យខ្ញុំនឹងចូលទៅក្នុងវាំងននរបស់ឯងទៅលោកគ្រូម៉ៅប្រាប់ខ្ញុំថាត្រនិចកញ្ចក់8ទិសនឹងចង្អុលទៅណាកន្លែងនោះហើយជាទ្វាររស់អាលេងគុំស្ដាប់ពាក្យលោកគ្រូម៉ៅនោះឲ្យសោះលោកគ្រូម៉ៅនោះជាអ្នកបោកប្រាស់ទេ
ឯងស្ដាប់យើងឯងនៅចាំទេកាលពីដើមដំបូងដែលប្រាប់ឲ្យឯងនឹងទៅរកឈើផ្ទះបាញ់នៅភ្នំខាងក្រោយសាលានៅទីនោះយើងបានបន្សល់ទុកទ្វាររស់មួយឲ្យឯងឲ្យតែឯងទៅកន្លែងឈើត្រូវរន្ទះបាញ់នឹងក្រាបសំពះ3ដងអត់ធ្មត់រហូតដល់ភ្លឺគឺអាចត្រឡប់ទៅពិភពពិតវិញបានហើយឮពាក្យសារ៉ាត់និយាយខ្ញុំមិនបានជឿទាំងស្រុងនោះទេប៉ុន្តែទៅរកអ៊ីម្ចាស់បន្ទប់ជួលម្ដងទៀតទឹកមុខអ៊ីម្ចាស់បន្ទប់ជួលនឹងឡើងអាក្រក់មើលឯងបើមិនជឿយើងនៅតាមមករកយើងធ្វើអ្វីទៀតខ្ញុំក៏យករឿងដដែលដែលសារ៉ាត់និយាយប្រាប់នឹងយកទៅប្រាប់អ៊ីនឹងសារជាថ្មីម្ដងទៀតឮហើយក៏និយាយថាសារ៉ាត់នឹងកាលពីមុននឹងពិតជាកូនស្រីយើងមែនប៉ុន្តែឥឡូវនេះបានខ្លាយជាខ្មោចក្រឡាភ្លើងទៅហើយយើងបានប្រាប់ឯងពីមុនរួចមកហើយនោះមិនមែនជាឈើត្រូវរន្ទះបាញ់ទេតែវាជាក្តារមឈូសរបស់ខ្មោចក្រឡាភ្លើងបើឯងទៅក្រាបសំពះនៅទីនោះស្មើនឹងស្ម័គ្រចិត្តនៅបន្តខ្លាចជាចំណីរបស់ខ្មោចក្រឡាភ្លើងហើយកាលពីពេលនោះបើឯងស្ដាប់ពាក្យយើងពួននៅក្នុងវាំងននក្រហមហ្នឹងនៅអាចទ្រាំរហូតដល់ម៉ោងព្រលឹងត្រឡប់មកវិញឥឡូវនេះមិនថាឯងនឹងត្រឡប់ទៅវាំងននក្រហមឬទៅភ្នំខាងក្រោយទេឯងពិបាកកិច្ចផុតពីសេចក្តីស្លាប់ណាស់ឮអ៊ីម្ចាស់បន្ទប់ជួលហ្នឹងនិយាយថាខ្ញុំនឹងចិត្តស្លាប់ទឹកភ្នែកខ្ញុំនឹងហូរដូចជ្រោះធ្លាក់ចុះមកនៅខណៈពេលដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងនឹងជៀសមិនផុតពីគ្រោះថ្នាក់ហ្នឹងខ្ញុំស្រាប់តែនឹកឃើញរឿងមួយអ៊ីម្ចាស់បន្ទប់ជួលក៏គួរតែជាមនុស្សរស់ដែរឥឡូវគាត់ក៏ស្ថិតក្នុងស្ថានភាពជាប្រលឹងរស់នៅក្នុងលំហនេះដែរគិតដល់ត្រឹមនេះនឹងខ្ញុំសួរថាអ៊ីក៏ដូចជាខ្ញុំជាប្រលឹងរស់មែនទេចុះអ៊ីត្រឡប់ទៅវិញដោយរបៀបណាអ៊ីម្ចាស់បន្ទប់ជួលនឹងមិនបានឆ្លើយតបនឹងខ្ញុំដោយផ្ទាល់ទេតែគាត់នឹងគិតមួយសន្ទុះទើបនិយាយឡើងឯងនឹងរងចាំនៅទីនេះយើងចូលបន្ទប់ទៅយករឿងមួយមិនយូរប៉ុន្មាននឹងអ៊ីម្ចាស់បន្ទប់ជួលនឹងក៏បីរូបបដិមាព្រះអង្គមួយអង្គនឹងដើរចេញមកណេះឯងបីឲ្យជាប់ទៅនេះហើយជាទ្វាររស់សម្រាប់យើងត្រឡប់ទៅវិញដាច់ខាតកុំឲ្យអ្នកណាបំផ្លាញឲ្យសោះដល់ម៉ោង12យប់ភ្លាមទ្វាររស់នឹងលេចឡើងមកឯងរងចាំនៅកន្លែងដើមនេះឯងចុះអ៊ីវិញគឺកូនស្រីយើងឃុំឯងទុកនៅកន្លែងនេះចង់ក្រោយប្រកាសជាយើងជាម្ដាយបញ្ចប់រឿងនេះហើយនិយាយរួចអ៊ីម្ចាស់បន្ទប់ជួលក៏ទៅរកសារ៉ាត់លុះដល់ម៉ោង12យប់នឹងរូបបដិមាព្រះក្នុងដៃខ្ញុំនឹងស្រាប់តែប្រែជាក្រហមនិងក្តៅខ្លាំងខ្ញុំក្តៅខ្លាំងពេកក៏លែងដៃទម្លាក់រូបបដិមាព្រះនឹងចុះលើដីបន្ទាប់មកមានទ្វារមួយនឹងបានលេចឡើងនៅចំពោះមុខខ្ញុំនេះជាទ្វាររស់អ៊ីម្ចាស់បន្ទប់ជួលនឹងពិតជាមិនបានបោកខ្ញុំមែនគិតដល់ត្រឹមនេះខ្ញុំនឹងក៏បើកទ្វាររៀបនឹងដើរចូលទៅស្រាប់តែឮសំឡេងអ៊ីម្ចាស់បន្ទប់ជួលស្រែកពីចុងច្រកផ្លូវដើរថាអាលេងរងចាំយើងផងគណៈពេលនោះនឹងនៅពីក្រោយអ៊ីម្ចាស់បន្ទប់ជួលនឹងមានស្រមោលម្នាក់ទៀតគឺសារ៉ាត់អ្នកទាំងពីរដើរមកជិតខ្ញុំកាន់តែខ្លាំងខ្ញុំភ័យខ្លាចខ្លាំងណាស់បើសារ៉ាត់រត់មកនឹងខាត់ខ្ញុំជាប់នោះខ្លួនខ្ញុំនឹងប្រកាសជាស្លាប់ពិតប្រាកដហើយមិនបានទេខ្ញុំនឹងមិនអាចស្លាប់ដាច់ខាតខ្ញុំត្រូវតែរស់រានមានជីវិតគិតដល់ត្រឹមនេះនឹងខ្ញុំក៏និយាយទៅកាន់អ៊ីម្ចាស់បន្ទប់ជួលថាអ៊ីសុំទោសផងរួចហើយក៏បិទទ្វារចិត្តឆឹងសូមអរគុណច្រើនដល់ fan ទាំងអស់របស់ Khmer Film Channel សម្រាប់ការគាំទ្រនិងការតាមដានរហូតមកការគាំទ្ររបស់អ្នកទាំងអស់គ្នានឹងគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំក្នុងការបង្កើតវីដេអូថ្មីៗបន្តទៀត